ជីវិតនៅពេលដែលខ្លាចជាប៉ាម៉ាក់គេគឺខុសពីជីវិតដែលយើងទៅតែរៀបការហើយថ្មីថ្មោឬក៏ទៅតែរៀបការហើយមិនទាន់មានកូននៅពេលដែលយើងមានកូនយើងនឹងខ្លាចទៅជាប៉ាម៉ាក់គេគឺទំនួលខុសត្រូវរបស់យើងគឺគុណនឹង10គុណនឹង20ទាំងអស់គ្នានៅពេលដែលខ្លាចជាប៉ាម៉ាក់គេអ្វីដែលយើងទាំងពីរអ្នកតែម្ដងគិតគឺទៅលើកូនថាធ្វើម៉េចដើម្បីកូនមានសុខភាពល្អធ្វើម៉េចឲ្យកូនបានរៀនខ្ពង់ខ្ពស់ធ្វើម៉េចឲ្យកូនបានចូលញ៉ាំនៅអាហារល្អៗជួយទំនុកម្ដងទៅដល់រាងកាយរបស់គាត់មានសុខភាពល្អកម្លាំងមាំមួនក៏ដូចជារឹងមាំអត់សូវឈឺអត់សូវអីសូម្បីតែតកតងរឿងខោទឹកនោមតកតងទៅនឹងខ្សែទឹកដោះគោគឺសិតតែត្រូវបានគិតគូរទាំងអស់ហើយថែមទាំងទៅលើការស្លៀកពាក់និយាយរួមទៅគឺគ្រប់យ៉ាងគឺយើងគិតទៅលើកូនខ្លាំងមែនតើហើយខ្ញុំកន្លែងនេះក៏ត្រូវតែឲ្យប៉ាម៉ាក់ទាំងពីរនាក់ហ្នឹងគឺត្រូវចេះជួយគ្នាឲ្យបានរឹតកាន់តែខ្លាំងពីព្រោះដោយសារកូននៅពេលដែលកើតមកតាំងពីទូចរហូតដល់ធំគឺត្រូវការមើលថែពីពួកយើងទាំងពីរនាក់មិនមែនតែប៉ាក៏មិនមែនតែម៉ាក់ដែរគឺត្រូវចូលរួមគ្នាទាំងពីរនាក់ដើម្បីមើលថែគាត់ឲ្យគាត់ទទួលបានអារម្មណ៍កក់ក្ដៅទាំងពីប៉ានិងម៉ាក់គ្រាន់តែថាយើងបែងចែកតួនាទីគ្នាតាមពីអ្នកប្តីប្រពន្ធឬក៏ប៉ានិងម៉ាក់និយាយគ្នាទៅថាយើងគួរធ្វើអីខ្លះប៉ុន្តែពីសំណើរបស់ខ្ញុំទៅគឺខ្ញុំគិតថាគួរតែធ្វើទាំងពីរនាក់មានន័យថាបើសិនជាម៉ាក់មើលកូនប៉ាអាចលាងដបឬក៏បោកកៅអៅឬក៏អីអញ្ចឹងទៅហើយបើសិនជាពេលព្រឹកប៉ាមើលកូនម៉ាក់មើលកូនយប់ឡើងគឺប៉ាអ្នកមើលអញ្ចឹងទៅយើងទៅជួយគ្នាជំនួសគ្នាដើម្បីឲ្យមានកម្លាំងហើយក៏ដូចជានៅតែមានកម្លាំងក្នុងការមើលកូនហើយក៏ដូចជានៅតែបន្តនៅក្តីស្រឡាញ់សុភមង្គលក្នុងគ្រួសារបានរហូតយើងអត់គួរប្រចាំគ្នាអត់គួរថាអ្នកនេះគួរធ្វើនេះនោះគួរធ្វើនោះត្រូវតែធ្វើនឹងផ្សេងទៀតអាចជួយបានអត់ទេយើងអាចនិយាយគ្នាយើងអាចចាត់ចែងការងារប៉ុន្តែបើសិនជាដល់ពេលនោះវាមានការប្រែប្រួលយើងនៅអាចជួយគ្នាបានណារឿងហ្នឹងទៅធ្វើឲ្យកូនរបស់យើងគាត់មានសុភមង្គលគាត់រស់នៅដោយក្តីសុខមិនថាតែសុខភាពរាងកាយគាត់មាំមួនសុខភាពផ្លូវចិត្តគាត់ក៏មាំមួនដូចគ្នាដែរ